បាទសួស្តីបងប្អូនថ្ងៃនេះខ្ញុំចេញវីដេអូឃ្លីបទាក់ទងរបៀបនៃការbooking តាក់ស៊ីតាមKakao.Tអញ្ចឹងយើងចូលទៅក្នុងKakao.Tមកបាទហើយបន្តមកទៀតបងប្អូនយកពាក្យថាតាក់ស៊ីបាទហើយបន្តមកទៀតបងប្អូនត្រូវរើសទីតាំងដែលបងប្អូនត្រូវទៅអញ្ចឹងបាទហើយតាក់ទង current location មានន័យថាឥឡូវហ្នឹងយើងនៅទីតាំងហ្នឹងគឺវាសូឲ្យនៅទីតាំងហ្នឹងអញ្ចឹងហើយបន្តមកទៀតបងប្អូនឃើញពាក្យថា where are you going អញ្ចឹងទៅដាក់បងប្អូនទៅណាបងប្អូនដាក់ទៅនឹងទៅបាទអញ្ចឹងឧទាហរណ៍ខ្ញុំទៅផ្ចង់ Tech យកអញ្ចឹងដាក់ថាផ្ចង់ Tech station បាទយើងវាយជាភាសាកូរ៉េក៏បានជាភាសាអង់គ្លេសក៏បានអញ្ចឹងបាទយើងចុចនឹងមកបាទយើងចុចទិសដៅដែលយើងត្រូវទៅបន្តមកទៀតបងប្អូនយកពាក្យថា set up នៅខាងក្រោមគេនេះបាទយើងចុចលើហ្នឹងបន្តមកទៀតបងប្អូនយកពាក្យថា OK បាទហើយបន្តមកទៀតបងប្អូនយកពាក្យថា general request បាទយើងមានតម្លៃដាក់យកពាក្យហ្នឹងមកបាទហើយបន្តមកទៀតបងប្អូនscroll ឡើងលើបន្តិចទៅបាទហើយយើងយកពាក្យថា request ហ្នឹងបាទពាក្យហ្នឹងមកបាទហើយបន្តមកទៀតបងប្អូន scroll ឡើងលើបន្តិចបាទយើងយកពាក្យថា order payment បាទយកពាក្យហ្នឹងមកបាទយើងចុចលើនឹងមួយហើយបន្តមកទៀតយកពាក្យថា apply បាទហើយបន្តមកទៀតបងប្អូនយកពាក្យថា request ម្ដងទៀតបាទហើយយើងរងចាំតិចទៅបាទវានឹងចាប់តាក់ស៊ីមកអញ្ចឹងណាបាទយើងចាំតិចទៅបងប្អូនបាទអញ្ចឹងតាក់ស៊ីមកហើយគឺលេខឡានអញ្ចឹងបងប្អូនពេលឡានមកបងប្អូនទៅព្រួងគឺលេខឡានគឺលេខ40ផា51គុតក្នុងគេអញ្ចឹងបងប្អូនយកពាក្យហ្នឹងបងប្អូនពេលឡានមកដល់បងប្អូនត្រូវទាញកាត់លេខឡានត្រូវនឹងលេខដែលយើង booking អត់បាទអញ្ចឹងយើងត្រូវទាញឲ្យយើងចាំទៅ7នាទីវានឹងមកដល់ទីតាំងហើយបាទចឹងឡានវាកំពុងតែមកហើយបាទខ្ញុំទៅយកហ្នឹងហើយម៉ោងខ្ញុំថតម៉ោងម៉ោង7:05ភ្លឺបងប្អូនបាទភ្លឺដល់សាមទៅរៀនបាទអញ្ចឹងខ្ញុំជិះធ្វើវីដេអូអញ្ចឹងបាទហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងបងប្អូនបាទ